ចឹងសូមក្រុមជើងបងប្រុសមានប្រសាសន៍ចាបាទអរគុណខ្ញុំសូមគោរពពិធីការនេះនិងសូមគោរពបងប្អូនរួមជាតិយើងដែលគាត់បានចូលក្នុងកម្មវិធីដែលមានយោបល់ល្អហើយនឹងមានចិត្តស្មោះសរអាណិតដល់ពលរដ្ឋរួមជាតិយើងដែលកំពុងរងទុក្ខវេទនាដោយសារពួកខ្ញុំកញ្ចេះយួនហាណូយដែលជាឆ្កែបម្រើយួនហាណូយនឹងចិនទេកម្មដាច់ថ្លៃហើយធ្វើទុកបុកម្នេញធ្វើបាបពូជសាសន៍យើងដូច្នេះយើងនៅឯបរទេសយើងមិនអាចនៅសុខបានទេអ្វីបើយើងរស់នៅបានសុខសាន្តស្រួលក៏ដោយប៉ុន្តែយើងមានឈាមជ័រជាខ្មែរបើទោះប្រឡប់ស្បែកយើងចេញមកក៏យើងនៅតែជាតិជាខ្មែរជនជាតិខ្មែរដែរដូច្នេះយើងមិនអាចបិទភ្នែកខ្ទប់ត្រចៀកធ្វើមិនដឹងមិនលឺដែលពលរដ្ឋយើងកំពុងវេទនាដោយសារពួកមកក្តាប់តូចនោះជិះជាន់ធ្វើបាបហើយមិនតែប៉ុណ្ណោះវាបំរើអបាយកលបរទេសទៀតដូច្នេះខ្ញុំថ្ងៃនេះខ្ញុំមានមតិសម្ដៅទៅលើការរិះគន់វិញម្ដងខ្ញុំសូមរិះគន់ដល់បងប្អូនរួមជាតិខ្មែរយើងណាដែលនៅតែចង់មានអំពើពុករលួយដែលមិនចេះអាណិតអាសូរដល់ពូជសាសន៍ជាតិយើងចង់បានតែអ្វីដែលសម្រាប់ផ្គត់ផ្គង់ខ្លួនឯងមនុស្សម្នាគឺថាគេចង់បានហើយអ្វីដែលសម្រាប់គ្រួសារដែលផ្គត់ផ្គង់ខ្លួនឯងប៉ុន្តែកលៈទេសៈនេះមិនត្រូវធ្វើអញ្ចឹងដាច់ខាតគឺថាយើងអាណិតអាសូរដល់ពូជសាសន៍យើងដែលនៅបរទេសដែលនៅប្រទេសខ្មែរនោះគ្នាវេទនាខ្លាំងណាស់ដូច្នេះហើយបើសិនជាមានបងប្អូនណាមានចិត្តសប្បុរសធម៌ជួយគ្នាបន្តិចបន្តួចយើងមិនត្រូវលេបទេយើងគឺថាទោះបីមកកម្មសេនក៏ដោយយើងមិនអាចលេបទេយើងត្រូវតែផ្ដល់ឲ្យដល់គ្នានោះផងហើយម្យ៉ាងវិញទៀតចំណែកពួកដឹកនាំសពថ្ងៃនេះយើងដឹងហើយស្រេចហើយដឹងថាពួកនឹងជាពួកក្បត់ជាតិគឺជាសត្វកពើវង្វេងបឹងហើយពួកនេះវាមិនមែនជាច្រើនទេតែមកក្តាប់តូចទេក៏តែដោយសារអំណាចវាខ្លាំងក្លារឹងមាំហើយវាពង្រឹងអំណាចវាយកថវិកាជាតិទៅពង្រឹងអំណាចវាលក់ទ្រព្យសម្បត្តិជាតិទៅពង្រឹងអំណាចវាហើយនឹងខ្ចីលុយគេយកមកពង្រឹងអំណាចវាដើម្បីទប់ស្កាត់មិនឲ្យមានអ្នកណាអាចដណ្ដើមអំណាចនោះបានទាក់ទងនឹងគណៈបកសង្គ្រោះជាតិគណៈបកសំរងស៊ីគណៈបកកម្មសខាបើប្រៀបធៀបទៅមិនអាចនឹងយកជ័យជំនះបានក្នុងការបោះឆ្នោតនោះទេគឺដាច់ខាតមិនបានមិនឈ្នះជាដាច់ខាតប៉ុន្តែមិនដឹងជាថានៅខំពុះទាហើយនឹងផ្សព្វផ្សាយដល់រឿងបោះឆ្នោតដល់ពលរដ្ឋនឹងមានសង្ឃឹមណាស់គឺសន្លឹកឆ្នោតមួយសន្លឹកនឹងគឺថាមានតម្លៃខ្លាំងណាស់គឺតម្លៃគឺសន្លឹកឆ្នោតដែលនិយាយឲ្យចំខ្ញុំសូមរិះគន់ទៅដល់វិទ្យុខ្មែរប៉ុណ្ណាគឺថាអ្នកវិភាគនយោបាយអ្នកមិនមែនល្ងងនេះសិតតែអ្នកចេះដឹងជ្រៅជ្រះក៏ប៉ុន្តែយកអាពាក្យតម្លៃសន្លឹកឆ្នោតមួយសន្លឹកមានតម្លៃបើតម្លៃសន្លឹកឆ្នោតយើងមួយសន្លឹកមានតម្លៃយួនរាប់លានអ្នកនោះវាតម្លៃវាខ្ពស់ខ្លាំងណាស់វាមានសិទ្ធិបោះឆ្នោតមានអីទៀតតែតើយើងទៅប្រកួតវាឈ្នះទេវាមិនឈ្នះជាដាច់ខាតហើយចំណែកអ្នកដែលគណៈបកជំទាស់គណៈបកប្រឆាំងគណៈបកបង្កើតថ្មីហើយនឹងវិទ្យុដែលដូចជាវិទ្យុខ្មែរប៉ុស្តិ៍អីហ្នឹងគឺខំណាស់គឺថាធ្វើម៉េចឲ្យបានបោះឆ្នោតដើម្បីឲ្យយកជ័យជំនះប៉ុន្តែវាមិនអាចមានជ័យជំនះធ្វើឲ្យពលរដ្ឋនឹងឆ្លេឆ្លាវង្វេងម្ដងចង់គិតយ៉ាងនេះនៅខាងនេះម្ដងគិតខាងនោះប៉ុន្តែខ្ញុំសូមអំពាវនាវដល់បងប្អូនពលរដ្ឋរួមជាតិយើងកុំរំពឹងទៅលើការបោះឆ្នោតបងប្អូនយើងបាននិយាយគ្រប់មាត់ហើយនៅក្នុងទស្សនៈមតិពលរដ្ឋក្នុងការនឹងវិទ្យុទូនស្គរដេញចោលជានេះគឺថាគ្មានឈ្នះជាដាច់ខាតព្រោះមិនក៏មិនឈ្នះដែរដូច្នេះសូមបងអូនរួមជាតិយើងកុំស្ដាប់តាមអ្នកដែល
វិធាននយោបាយបលបាយអនុអ្នកអនុគឺថាមិនមែនល្ងងទេអ្នកនេះចេះហើយឥឡូវបើថាអ្នកនោះមិនចេះឥឡូវខ្ញុំសូមតាក់ទងរឿងទៅដល់ស្ដេចសៀនុតើអ្នកកនុដឹងថាស្ដេចសៀនុរបៀបណាដែរអ្នកនោះដឹងថាស្ដេចសៀនុដើរនយោបាយខុសធ្វើឲ្យប្រទេសជាតិលិចលង់ស្លាប់ពលរដ្ឋរាប់លានអ្នករហូតមកដល់បច្ចុប្បន្ននេះនៅតែស្ដេចសៀនុមិនអាចគ្រប់គ្រងបានហើយចេះតែយកថាព្រះមហាវីរក្សត្របានធ្វើឲ្យខ្មែររួបរวมគ្នាឥឡូវហ្នឹងស្ដេចហ្នឹងស្លាប់ទៅហើយនាំគ្នាទទួលមឈូសស្ដេចហ្នឹងដើម្បីយកដេញនយោបាយហើយរឿងបោះឆ្នោតនឹងក៏ប៉ុន្តែធ្វើមិនទៅឈ្នះគណៈបកប្រជាជនគណៈបកប្រជាជនគេអុកស៊ីស្ដេចតាំងពីយូរទុកសម្រាប់បំរើនយោបាយគេទៅហើយយើងនឹងខំហក់ទៅដល់ទៅតោងរហូតដល់ស្ដេចនឹងស្លាប់ទទួលមឈូសទៀតតែមានន័យអីហើយមានប្រយោជន៍អីទៅអាចបន្តទៀតបានទេទៀតត្រូវការរំដោះមិនមែនត្រូវការគ្រាន់តែឡើងធ្វើនាយករដ្ឋមន្ត្រីដូរមនុស្សម្នាក់ចេញពីរនាក់ចេញនឹងទេពីព្រោះរចនាសម្ព័ន្ធទាំងមូលនៅក្នុងគណៈបកប្រជាជននេះគឺមហាពុករលួយមហាខូខើមហាចិត្តខ្មៅបើយើងគិតមើលឥឡូវខ្ញុំសូមនិយាយពីស្ដេចសៀនុដែលថាគុណសម្បត្តិគាត់មានឥឡូវខ្ញុំសូមនិយាយថាគុណសម្បត្តិរបស់គាត់មានដែលខំបង្រួបបង្រួមខ្មែរយើងឲ្យបោះឆ្នោតឲ្យបានរួចតែគាត់ការពារជាប់ទេកូនគាត់ធ្វើនាយករដ្ឋមន្ត្រីទី1គាត់ការពារមិនជាប់ហើយដល់ការពារមិនជាប់ចុងក្រោយបង្អស់គាត់លុបអាសន្ធិសញ្ញាក្រុងប៉ារីសថ្ងៃ$23ដែលជាសន្ធិសញ្ញាអន្តរជាតិគេជួយឲ្យប្រទេសជាតិមានសេរីភាពមានលទ្ធិប្រជាធិបតេយ្យគាត់ទៅលក់ឲ្យហ៊ុនសែនយកមួយឆ្នាំ5-10លានលេខទីចាយសបាយនោះទៅវិញខ្មែររងទុក្ខវេទនាយំឡំប៉ាទៅសុំស្ដេចជួយតើមានស្ដេចណាហៅក្បាលជួយបានជួយមិនបានបើខ្លួនលក់អាសន្ធិសញ្ញាក្រុងប៉ារីសនឹងទៅឲ្យពួកក្បត់ជាតិពួកក្បត់ពូជសាសន៍នឹងអស់ទៅហើយមានអីនឹងតវ៉ាមានតែចាំតែទទួលលុយមួយឆ្នាំ5-10លាននឹងរហូតដល់ថ្ងៃស្លាប់តែប៉ុណ្ណឹងហើយចំណែកខ្មែររាប់លានអ្នកវេទនារងទុក្ខវេទនាអត់បាយកាហាយទឹកសូម្បីលោកមុំសំណងដូគាត់ដើរសុំទាពីគេពីឯងពីបរទេសគ្រប់ទិសទីយកទៅជួយខ្មែរទៅចាប់គាត់ដាក់គុកដែលអត់មានតូមានរឿងអីទាំងអស់ហើយលោះឯងធ្វើនេះធ្វើដូចជាចង់បំផ្លាញពូជសាសន៍ខ្មែរដែលខ្មែររងទុក្ខវេទនាអត់បាយអត់ទឹកដែលជាពិសេសអ្នកជាវិការអីគ្នារយបានពឹងលោកមុំសំណងដូនឹងជួយបន្តគាត់ឲ្យរស់ដូចហើយមិនដូច្នេះហើយបានជាពួកក្បត់ជាតិពួកក្បត់ពូជសាសន៍នេះវាចាប់លោកមុំសំណងដូដាក់គុកហ្នឹងដើម្បីគឺឲ្យខ្មែរនេះអត់ឃ្លានវេទនាម្ដងតិចស្លាប់ម្ដងតិចនេះគឺជានយោបាយបល័យពូជសាសន៍របស់វាដែលវារៀនពីចវាយវានៅហាណូយនិងប៉េកាំងសូមបងប្អូនយើងជ្រាបឲ្យបានច្បាស់សូមបងប្អូនចាំឲ្យច្បាស់ថាបើបងប្អូនណានៅតែជឿលើស្ដេចដែលថាមានបារមីហ្នឹងបងប្អូនមុំតែប្រើហើយតែរឿងមួយទៀតរឿងគេដូចពីចាស់លោកពោលថាគេថាអោនដាក់គ្រាប់ប៉ុន្តែបងប្អូនអោនដោយបងប្អូននេះមិនដាក់គ្រាប់ទេគឺបាក់កដោយគួរស្រូវទៅវិញទេដូច្នេះយើងមិនត្រូវអោនពេកទេខ្ញុំសូមសរសើរដល់លោកសួងសុភ័ណ្ឌដែលគាត់ហ៊ានបដិញ្ញាប្តឹងអាមេអាញួរហ្នឹងប៉ុន្តែប្តឹងនៅលើតុលាការដីគោលរឿងអីវាមានប្រសិទ្ធភាពបើអាញួរនឹងទៅទូងអាតុលាការនឹងមកគឺតែយើងនៅតែបរាជ័យជានិច្ចដូច្នេះប៉ុន្តែហោចណាស់ក៏យើងដឹងច្បាស់ថានេះគឺជាជាអំពើល្អរបស់ដែលលោកសួងសុភ័ណ្ឌដែលលោកជាស្រឡាញ់ស្មោះត្រង់ជាតិសុខចិត្តបដូរជីវិតហ៊ានចូលរូមខ្លាធំនឹងគឺថាគាត់ពិតជាល្អណាស់ខ្ញុំសូមសរសើរហើយក្នុងចំណោមអ្នកស្នេហាជាតិខ្ញុំសរសើរ3នាក់គឺទី1លោកមុំសំណងដូគាត់ស្មោះត្រង់នឹងជាតិគាត់ស្រឡាញ់ជាតិគាត់មិនគិតពីរឿងខ្លួនគាត់សុខចិត្តរហូតទៅដល់ពីចាប់ដាក់គុកដោយអយុត្តិធម៌ហើយអ្នកទី2គឺលោកសួនសេរីរដ្ឋា
បើគាត់នៅដើរទៅរៀនធ្វើការ4-10ឆ្នាំគាត់អាចរៀនចេះយ៉ាងជ្រៅធ្វើការហោចណាក៏បានប្រាក់ខែ$3,000-4,000ដែរតែគាត់សុខចិត្តដើររស័ព្ទអណ្ដែតព្រោះដើម្បីស្វែងរកការពិតទៅបញ្យល់ប្រាប់ខ្មែរឲ្យដឹងអំពីអំពើអាក្រក់របស់ពួកក្បត់ជាតិដែលបំរើឲ្យកលបរទេសបំផ្លាញពូជសាសន៍ឯងបំផ្លាញទ្រព្យសម្បត្តិជាតិគឺគាត់តស៊ូខ្លាំងណាស់ហើយអ្នកទី3គឺលោកសួងសុភ័ណ្ឌនេះហើយតែគាត់សុខចិត្តដឹងទៅទេទោះបីគណៈបកសំរងស៊ីបដិសេធមិនចូលរួមឬក៏មិនគ្រប់គ្រងក៏ដោយក៏ប៉ុន្តែគាត់ធ្វើនេះពិតជាត្រឹមត្រូវណាស់គឺថាអំពើប្តឹងគឺជាអំពើដែលត្រឹមត្រូវគឺអ្នកនោះស្រឡាញ់ច្បាប់គោរពច្បាប់មិនចង់កាត់ចាក់នឹងអ្នកណាទេដូច្នេះហើយគឺត្រូវរកច្បាប់ឲ្យច្បាប់រកយុត្តិធម៌ឲ្យប៉ុន្តែយើងមិននិយាយច្បាប់តុលាការនៅស្រុកខ្មែរទេតុលាការហ្នឹងថ្ងៃក្រោយនេះចូលបញ្ជីងច្បាប់ដោយខ្លួនឯងទេយើងនិយាយពីថាការដឹងនិងការគោរពច្បាប់គឺជាអំពើដ៏ត្រឹមត្រូវដូច្នេះចលនាអំណាចរដ្ឋយើងបានដាក់ពាក្យបណ្ដឹងទៅអង្គការសហជីវជាតិនេះគឺជាលទ្ធផលដ៏សំខាន់ដ៏ធំសម្បើមណាស់ក៏ប៉ុន្តែខ្មែរយើងអ្នកដែលគ្នាបញ្យល់នោះគ្នាមិនទាន់ដឹងច្បាស់នោះគឺថាគ្នាមិនទាន់ច្បាស់លាស់ទេប៉ុន្តែមានអ្នកនយោបាយបលបាយមួយចំនួននឹងវិទ្យុមួយចំនួនហ្នឹងទៅជាខំផ្សាយតែពីរឿងបោះឆ្នោតបោះអីនឹងវិញសន្លឹកឆ្នោតមានតម្លៃវិញមិនមែនខំផ្សាយឲ្យជួយឲ្យខ្មែរយើងដឹងថាការនៃរោគច្បាប់គឺជាអំពើដ៏ត្រឹមត្រូវទេអត់មែនគិតខំអារឿងហ្នឹងទេពួកនោះធ្វើខ្ញុំដឹងហើយតែធ្វើដើម្បីលៀបលការៈរបស់ខ្លួនឯងនេះប៉ុន្តែលោកធ្វើអីក៏ធ្វើទៅខ្ញុំមិនចំទាស់ទេពីព្រោះដំកន្ទេរបស់លោកក៏ប៉ុន្តែធ្វើរបៀបនោះកុំពឹងថាខ្លួនឯងជាអ្នកស្នេហាជាតិជាអ្នករំដោះជាតិអីសោះនោះគ្រាន់តែជាលេសទេពាក្យសម្ដីដែលនិយាយនោះហើយអានេះខ្ញុំសូមរិះគន់ដើម្បីស្ថាបនាទេព្រោះពាក្យរិះគន់ដើម្បីស្ថាបនានេះគឺចេញមកច្រើនជាងគេពីលោកមេសវណ្ណរានាយកវិទ្យុខ្មែរប៉ុស្តិ៍នឹងគឺចេញពីនឹងច្រើនណាស់ដូច្នេះឥឡូវខ្ញុំសូមរិះគន់វិទ្យុខ្មែរប៉ុស្តិ៍ដើម្បីស្ថាបនាម្ដងកុំយករឿងទូលដែលមកឈូសស្ដាច់នឹងយកមកធ្វើសម្បូរដើម្បីរកលៀបការៈអ្វីមួយគឺថាកុំឲ្យនាំឲ្យខ្មែរយើងវង្វេងទៀតបើសិនជាលោកធ្វើនយោបាយពីអ្វីទៀតខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងថាបើលោកគ្រប់គ្រងស្ដេចសក្តិភូមិស្ដេចនិយាយទៅស្ដេចចង្រៃរបស់ហ្នឹងគឺថាបើគ្រប់គ្រងទៀតបានសេចក្តីថាលោកមិនមែនស្មោះត្រង់នឹងជាតិមិនមែនស្មោះត្រង់នឹងប្រជាពលរដ្ឋទេប្រជាពលរដ្ឋគាត់អត់ដឹងអីទេគាត់នៅស្រុកខ្មែរខ្លះគាត់ឃើញស្ដេចស្លាប់ហ្នឹងទៅអត់បាយអត់ទឹកប៉ុន្តែគាត់មិនដឹងរឿងពិតទេនៅថ្ងៃណាមួយដែលគាត់ដឹងរឿងពិតស្ដេចនឹងយកទៅកប់កន្លែងណាក៏មនុស្សតាមទំនោរកាប់ដែរខ្ញុំសូមជម្រាបឲ្យដឹងច្បាស់ហើយតាក់ទងទៅរឿងមួយទៀតដែលខ្ញុំសូមនិយាយក្រោបលោកការទៅចោលពីរឿងចិនគេកាំងដែលកំពុងតែឈានចូលមកសង្កត់ខ្មែរយើងម្ដងទៀតហើយរដ្ឋាភិបាលនេះតូទុនទៅលើចិនគេកាំងដោយសារតែឃើញចិនគេកាំងថាអ្នកមានបោះលុយព្រឹកក៏ប៉ុន្តែលុយចិនគេកាំងនេះគឺជាលុយដ៏ប្រៃល្វីងបំផុតគឺថាមិនមែនដែលនាំឲ្យខ្មែរយើងបានសេចក្តីសុខទេបើវាហ៊ានបោះលុយចូលប៉ុណ្ណេះហើយខ្មែរយើងគឺត្រូវតែទៅជាកញ្ចាស់ដាច់ថ្លៃវាទៅអនាគតខាងនេះជាចក្រចិនប៉ុណ្ណេះហើយនោះបងប្អូនត្រូវដឹងថាចិនមាន1337លាននាក់ហើយក្នុងចំណោម1337លាននាក់នោះ850លានរស់នៅក្រីក្រទេរឿងអីវាទៅចិត្តល្អជួយខ្មែរយើងជាង10លាននាក់គឺវាជួយដើម្បីឃើញសមត្ថផលរបស់ស្រុកយើងឃើញទ្រព្យសម្បត្តិជាតិយើងទេបើសិនជាខ្មែរយើងចេះមានអ្នកដឹកនាំត្រឹមត្រូវចេះរៀបចំប្រទេសយើងត្រឹមត្រូវគឺប្រទេសទ្រព្យសម្បត្តិជាតិយើងនឹងចិញ្ចឹមពូជសាសន៍យើងដែលសសរសេះសល់ទៅជួយនឹងគឺរស់នៅដោយស្រួលដោយមានសេរីភាពដោយមានតម្លៃជាទីបំផុតក៏ប៉ុន្តែដោយសារអកុសលខ្មែរយើងជួបតែមេដឹកនាំខ្មៅកខ្វក់ដែលបន្តមករហូតដល់បច្ចុប្បន្ននេះ
ហើយម្យ៉ាងវិញទៀតអ្នកដឹកនាំសពថ្ងៃនេះគឺគេហៅថាជ្រុលក្បាលកពើហើយពាក្យខ្មែរយើងគេថាជ្រុលក្បាលកពើហើយគេលែងគិតហើយគេទោះបីយ៉ាងណាដោយអ្នកណាស្លាប់ណាដោយគេទៅតែក្រាញអំណាចនឹងឲ្យបានបើគេហើយគេអ្នកដែលចំពោះអ្នកអុកញ៉ាដែលយកដីយកធ្លីខ្មែរយើងលក់នេះគេបញ្ជូនគ្រួសារគេមកទិញផ្ទះសម្បែងបញ្ជូនលុយមកបរទេសពេលណាមានអសន្នគេគេចមកយករួចខ្លួនមករឿងរដ្ឋាភិបាលនោះដល់ស្ដាយទៅហើយរដ្ឋាភិបាលនោះសាត់ក្រាញអំណាចនឹងទុកមិនជាប់ក៏ថ្ងៃក្រោយរងចាំតែថ្ងៃអវសាននេះប៉ុន្តែពួកអាខូចចេញដែលយកទ្រព្យសម្បត្តិជាតិយកទៅលុកយកទៅធ្វើជំនួយឲ្យសន្សំយកមកធ្វើអ្នកមាននោះធ្វើឲ្យខ្មែរយើងវេទនានោះវារត់មកនៅបរទេសយ៉ាងស្រួលទៅតែបងប្អូនយើងត្រូវចងចាំច្បាស់ថាពេលណាច្បាប់អន្តរជាតិធ្វើការទម្លាក់ក្បត់ជាតិនោះបានហើយច្បាប់អន្តរជាតិក៏នៅទៅទទួលពាក្យបណ្ដឹងពីបងប្អូនបើអ្នកណាធ្វើបាបជីកចំបងប្អូនឲ្យតែមានឈ្មោះមានរូបថតទៅបីទៅនៅកហែងណាក៏ដោយប្តឹងគឺប្តឹងចលនាអំណាចពលរដ្ឋខ្មែរយើងនឹងជួយបងប្អូនប្តឹងទៅបីវាមិននៅដល់សហរដ្ឋអាមេរិកក៏អូក្បាលវាយកទៅចាប់ទូវិញឲ្យខាងនេះដែលវាប្លន់ដីប្លន់ស្លីរបស់ពលរដ្ឋនឹងយកអំណាចទៅទិញអំណាចឲ្យប្លន់យកដីស្លីធ្វើបាបប្រជាពលរដ្ឋហើយម្យ៉ាងទៀតចុងក្រោយមកអស់នេះគឺចាត់ចងនឹងយាយភូដែលជាម្ដាយចុងហ៊ុនសែនគឺយាយភូនេះគឺជាគេហៅថាស្រីពិសេសណាគាត់អាចយកដីពីរក្នុងមួយពេលជាមួយគ្នាយកឪហ៊ុនសែនផងយកដីគាត់ផងដល់ពេលឥឡូវឪគាត់ហ៊ុនសែនធ្វើការអីនឹងគាត់បកទៅប្តីគាត់វិញប៉ុន្តែគាត់មានអំណាចទៅនៅហ៊ុនសែននៅគ្រប់ដូចម៉ែអញ្ចឹងមកហើយយាយភូនេះគឺគាត់មានខ្លាំងណាស់ទ្រព្យសម្បត្តិដីធ្លីរបស់គាត់ដែលនៅស្រុកខ្មែរហ្នឹងគឺក្នុងដី100% នៃប្រទេសកម្ពុជានេះគឺយាយភូមាន7% ដែរដូច្នេះបានន័យថាមហាច្រើនអស្ចារ្យដែលគាត់គ្រាន់តែជាម៉ែចុងហ៊ុនសែនហ្នឹងគឺថាគាត់មានអំណាចដល់នឹងហើយចោះតម្រាំសាច់ញាតិដទៃទៀតតើមានអំណាចយ៉ាងណាដូច្នេះខ្មែរយើងរាប់លានអ្នកតើត្រូវឲ្យពួកមកតំបន់ស្វានឹងជន់តធ្វើវេទនារហូតតកូនតចៅឬយ៉ាងណាដូច្នេះសូមបងប្អូនគិតពិចារណាមើលឲ្យច្បាស់ទៅហើយខ្ញុំសូមតែតាមទៅលើពួកក្បត់ជាតិពួកចោក្បត់ជាតិពួកអាយ៉ងយួនពួកដែលបល័យពូសាសហ្នឹងគឺថាមនុស្សរាប់លានអ្នកខ្ញុំមិនជឿថាមនុស្សរាប់លានអ្នកនេះมันមានគំនុំគុំគួននឹងអស់នោះទេខ្ញុំមិនមែនញុះញង់ឲ្យគេគុំគួនទេប៉ុន្តែខ្ញុំមិនជឿថាមនុស្សរាប់លានអ្នកហ្នឹងมันគុំគួនទេប៉ុន្តែថ្ងៃណាមួយបើគេមានឱកាសប្រហែលជាมันខុសគ្នាពីអ្នកពីពួកលោកដែលធ្វើបាបគេនោះទេដូច្នេះហើយនៅទីបញ្ចប់នេះខ្ញុំសូមអរគុណដល់កម្មវិធីតនអំណាចពលរដ្ឋខ្មែរដែលអនុញ្ញាតឲ្យខ្ញុំមានឱកាសបានបញ្ចេញមតិហើយនឹងសូមជូនពរដល់បងប្អូនរួមជាតិយើងដែលចូលជួយខ្មែរដែលហើយជាពិសេសអ្នកដែលចូលមកទូស្គាល់នឹងចោលលោកជាតិដែលបញ្ចេញមតិដើម្បីឲ្យបងប្អូនយើងបានយល់នឹងហើយនៅទីបញ្ចប់គឺខ្ញុំសូមដាក់ជំនាញឲ្យពួកក្បត់ជាតិក្បត់ពូជសាសន៍ដែលនៅទីក្រុងភ្នំពេញប្រមាណក្បាលហ្នឹងសូមឲ្យវាបរាជ័យក្នុងពេលឆាប់ខ្ញុំបាទសូមជម្រាបលាសូមអរគុណការនាងខ្ញុំសូមអរគុណចំពោះបងប្រុសសេរីជាអនេកតកាណាស់ដែលបានផ្ដល់នៅទស្សនមតិយ៉ាងក្បោះក្បាយដ៏មានខ្លឹមសារគួរជា